បាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាទឹកគឺជាកន្លែងដែលខ្ញុំបានទៅលេងអញ្ចឹងណាពុកម៉ែបងប្អូនទៅនៃពីផ្ទះក៏មិនដឹងจะធ្វើស្អីនឹកឃើញមិនពីអ្នកបងប្អូនបងថ្លៃប្អូនថ្លៃក៏ឆ្លៀតនាំគ្នាទៅរកកន្លែងដើរលេងអញ្ចឹងណាហើយទឹកនៅទីនោះបាទត្រជាក់ស្រស់ស្រាយខ្លាំងមែនទែនពុកម៉ែបងប្អូនហើយសម្រាប់ទីតាំងនឹងដែរគឺមិនសូវឆ្ងាយមិនទេហើយក៏មិនសូវជិតដែរបងប្អូនទាំងអស់គ្នាជិះទៅគឺ2ម៉ោងដែរហ្នឹងត្រឹមទៅដល់ពីអ្នកបងថ្លៃប្អូនថ្លៃហើយទីកន្លែងហ្នឹងគឺនៅភ្នំកលែនហើយទីតាំងនោះគឺនៅអន្លង់រុនគេហៅថាផ្លូវអន្លង់រុនណាហើយពុកម៉ែបងប្អូនអរគ្នាហើយនេះគឺជាទីតាំងផ្លូវដែលខ្ញុំបាននាំទៅអញ្ចឹងណាបើសិនជាពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទៅលេងអញ្ចឹងណាបាទនៅទីហ្នឹងគឺត្រជាក់ខ្លាំងណាទឹកគេថ្លាហ្មងហើយនេះគឺជាទីតាំងបាទនេះផ្លាតឲ្យខ្ញុំមកជិះកាត់ទៅឃើញគេសរសេរដាក់អីចឹងណាហើយខ្ញុំក៏ជិះចូលទៅហើយបន្ទាប់មកក៏ជិះម៉ូតូក៏ឃើញផ្លែឈើព្រៃមិនដឹងថាផ្លែស្អីទេបងថ្លៃខ្ញុំមិនគាត់ស្គាល់ខ្ញុំភ្លេចបាត់ហើយនិយាយរួមទៅគឺអូនៅទីហ្នឹងក៏ fresh ខ្លាំងមែនទែនបាទត្រជាក់ទឹកគេនិយាយទៅអត់រសើមិនបានហ្មងទេសភាពស្រុកខ្មែរបាទនេះគឺជាបរិសង្ហាជួយជាក់សាហាវបាទឃើញកាមេរ៉ាអៀនតែធ្វើមិនបងថ្លៃឲ្យថតថតតាមគាត់ទៅនេះគឺជាទេសភាពទឹកដែលខ្ញុំបានទៅលេងវ៉ាវត្រជាក់ខ្លាំងមែនទែនហើយបន្ទាប់មកទៀតក៏ខ្ញុំក៏ចេះរៀងអីសង្ហាតិចទៅណាមើលឃើញមើលមិនឃើញអត់សង្ហាប៉ុណ្ណេះដែលយោរៀងលើកតម្កើងខ្លួនឯងអញ្ចឹងណាហើយនិយាយរួមទៅគឺនៅទីហ្នឹងបាទមានខ្យល់ត្រជាក់ទឹកត្រជាក់ព្រៃឈើមានមេអំបៅអីហោះកាត់នឹងអញ្ចឹងណាមានសត្វស្លាបវាយំកងរំពងវាច្រៀងផងវាបលែងគ្នាផងអញ្ចឹងណាហើយណាមួយការងារក៏ច្រើននៅផ្ទះក៏មិនដឹងធ្វើអីក៏ឆ្លៀតមកលេងនាំទីកន្លែងឲ្យពុកម៉ែបងប្អូនបានស្គាល់អញ្ចឹងណាហើយណាមួយក៏មានចំណាប់ចាប់អារម្មណ៍អីក៏អាចមកលេងបានអីទេឆ្ងាយក៏មិនឆ្ងាយចិត្តក៏មិនចិត្តដែរមកល្មមនិយាយទៅគឺដូចវីដេអូពីមុខចឹងខ្ញុំរយៈពេលដែលខ្ញុំជិះមកហ្នឹងគឺ2ម៉ោងជិត3ម៉ោងរំរកកន្លែងឃើញបើសិនជាយើងស្គាល់កន្លែងអត់អីទេយើងជិះបានលឿនរកបានលឿនអញ្ចឹងណាហើយនេះប្រុសស្អាតធ្វើមិនទេបើយើងសង្ហាគេមើលឃើញក៏ឃើញមើលមិនឃើញក៏អត់យើងសង្ហាប៉ុណ្ណេះដែរបើគេមើលមិនឃើញទៀតចប់ហើយបាទនេះគឺជាបរិយាកាសស្ថានភាពទឹកធ្លាក់ទឹកហូរអញ្ចឹងណាបាទហើយអត់ភ្លេចហ្មងយើងទៅឃើញខ្លួនឯងលងហ្មងមិនទៅសើមិនបានបាទហើយបញ្ជាក់ទឹកធ្លាក់នឹងដែរគឺនៅគេហៅថាផ្លូវអន្លង់រុនបាទទីតាំងវាគឺនៅភ្នំកលែនហើយកន្លែងទឹកធ្លាក់ហ្នឹងគឺអន្លង់រុនគេហៅថាអន្លង់រុនណាខ្ញុំហៅតាមគេតាមឯងទេខ្ញុំអានតាមប៉ែហ្នឹងទេហើយបន្ទាប់មកក៏ឃើញផ្លែឈើស្អីទេនឹងហៅផ្លែឈើស្អីទេបងថ្លៃខ្ញុំគាត់ថតវាចេះតែនិយាយតាមគាត់ទៅហើយមើលទៅទេសភាពតាមហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែនណាមានទឹកធ្លាក់ទឹកជ្រោះនិយាយទៅគឺមាន2ជាន់2ឋានៈមានមួយជាន់ទាបហើយនឹងមួយជាន់ទៀតវាខ្ពស់វាជ្រៅហើយមើលប្រុសសង្ហាវាថាឃើញមិនទៅសើមិនបានហ្មងណានេះថាបងប្អូនអីបានមកលេងអីក៏ចូលរួមអបអរផងសើបានមកលេងអីជួយប្រាប់ផងអាចបបួលផងមកចង់ទៅលេងម្ដងទៀតព្រោះយូរយើងបានទៅលេងម្ដងណាត់ឆ្លេះឈ្នះបានទៅលេងរាល់ថ្ងៃអីទេហើយណាមួយឆ្ងាយក៏ឆ្ងាយនឹងធ្វើម៉េចបើតាមខ្ញុំចង់ស្គាល់ទីតាំងហើយក៏ផ្ដល់ឲ្យពុកម៉ែបងប្អូនបានស្គាល់ហើយបានទៅលេងអញ្ចឹងណានេះមុននឹងចាប់ផ្ដើមវីដេអូបាទអង្គុយឃ្លានបាយអង្គុយឃ្លានបាយតែមិនហ៊ានប្រាប់បងថ្លៃទេចាំហូបទាំងអស់គ្នានឹងធ្វើម៉េចដែរយើងមកស៊ូធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនអីចឹងណាហើយនេះគឺជាទស្សនវិជ្ជាទឹកធ្លាក់និយាយរួមទៅនៅទីហ្នឹងគឺវាស្អាតណាស់មានព្រៃឈើមានសត្វស្លាបបាក់សាបាក់សីវាហោះវាច្រៀងវាឲ្យយើងស្ដាប់អញ្ចឹងណាបាទខ្ញុំសូមបញ្ជាក់ទីតាំងម្ដងទៀតកុំឲ្យពុកម៉ែបងប្អូនយល់ច្រឡំថានៅកន្លែងផ្សេងដែលបងប្អូនមិនស្គាល់អីចឹងណាគឺទីតាំងហ្នឹងនៅខេត្តសៀមរាបអនៅភ្នំគូលែនតែកន្លែងដែលខ្ញុំបានទៅហ្នឹងគឺគេហៅថាផ្លូវអន្លង់អន្លង់រុនបាទផ្លូវអន្លង់រុនហើយមើលទៅទេសភាពនៅហ្នឹងស្រស់ស្អាតខ្លាំងមែនទែនដូចបរិមម្នាក់នៅក្នុងវីដេអូនោះអញ្ចឹងបាទសង្ហាក៏សង្ហាស្អាតក៏ស្អាតមើលឃើញក៏ឃើញមើលមិនឃើញក៏មិនដឹងថាម៉េចដែរសង្ហាប៉ុណ្ណឹងដែរបាទហើយ
បន្ទាប់មកទៀតវីដេអូរបស់ខ្ញុំក៏គឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនដែលចង់មកលេងអីក៏មកលេងបានហើយទីតាំងសូមមើលបញ្ជាក់តាមការខ្ញុំនិយាយអញ្ចឹងណាគឺស្រួលទេនៅក្នុងកលែនទេហើយសម្រាប់ផ្លូវវិញក៏ផ្លូវក៏មិនយ៉ាប់ហើយក៏មិនស្រួលដែរហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទជូនពរពុកម៉ែបងប្អូនសុខភាពល្អហើយកុំភ្លេចចុច like ចុច share មិនឲ្យផងដើម្បីបានវីដេអូថ្មីៗកន្លែងដើរលេងថ្មីៗបាទខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនទៀតបាទជម្រាបលារៀងតាក់ໄວ